សួស្តីបងបងស្វាគមន៍មកកាន់ vlog ដំណើរកម្សាន្តក្រៅប្រទេសទីរបស់ខ្ញុំ vlog នេះខ្ញុំនឹងនាំបងប្អូនទៅស្គាល់កន្លែងកម្សាន្តនិងហាងអាហារជាច្រើនក្នុងដំណើរកម្សាន្ត4ថ្ងៃ3យប់របស់ខ្ញុំទៅទីក្រុងហូជីមិញប្រទេសវៀតណាមចឹងចាប់ផ្ដើមដំណើរកម្សាន្តគឺយើងធ្វើដំណើរតាមឡានក្រុងម៉ោង6ព្រឹកយើងធ្វើដំណើរចេញពីភ្នំពេញហើយម៉ោង11ថ្ងៃត្រង់យើងដល់ព្រំដែនវៀតណាមបន្តធ្វើដំណើរពីព្រំដែនរហូតដល់ទីក្រុងហូជីមិញរយៈពេល2ម៉ោងគឺយើងដល់ទីក្រុងហូជីមិញគឺ District 1 ដែលជាតំបន់ទេសចរភាគច្រើនគាត់ស្នាក់នៅទីតំបន់នេះបន្ទាប់ពី check in ហើយ drop off ឲ្យបានរួចពួកយើងចាប់ផ្ដើម trip របស់ពួកយើងដោយទីតាំងដំបូងពួកយើងទៅ Chung Chu 12សម្រាប់ហាងទី1ដែលពួកយើងបានចូលនោះគឺ Market Cafe សម្រាប់ភេសជ្ជៈគឺមានជម្រើសច្រើនមានទាំងកាហ្វេមានទាំង food drink សម្រាប់ decoration របស់ហាងវិញគឺមានប្លង់ថតរូបច្រើនមានភាពទាក់ទាញចឹងសម្រាប់អ្នកដែលមានកម្រងចង់មកហាងកាហ្វេខ្ញុំ suggest ឲ្យ check មើលហាងនេះទៅព្រោះដោយសារតែតកតងជាមួយនឹងគុណភាព drink រសជាតិទាំង decoration concept គឺមានភាពទាក់ទាញខ្លាំងភេសជ្ជៈដែលខ្ញុំបានញ៉ាំនៅហាងនេះជាប្រភេទ fruit juice ហើយរសជាតិវិញឆ្ងាញ់ខ្ញុំ recommend សម្រាប់ហាងទី2ដែលពួកយើងបានទៅគឺ Madame Chuyen ទាំង decoration ទាំងរសជាតិម្ហូបអាហារ drink នៅហាងនេះឆ្ងាញ់ខ្ញុំអាចទទួលយកបានដូចគ្នាអញ្ចឹងខ្ញុំ recommend អ្នកទាំងអស់គ្នាបើសិនជាទៅអាច check out ហាងនេះបានអូខេសម្រាប់ហាងទី3ដែលពួកយើងបាន visit គឺ The Shop ហាងនេះជាប្រភេទហាងដែលលក់ជាប្រភេទ accessory ជា mostly ជា tote bag ហើយ uniqueness របស់ហាងនេះគឺគាត់ accept only card onlyសម្រាប់ហាងទី4ដែលខ្ញុំបានចូលនេះជាប្រភេទហាងលក់សម្លៀកបំពាក់កូនក្មេងអញ្ចឹងសម្រាប់បងបងឬមួយក៏ម៉ាក់ដែលគាត់មានចំណាប់អារម្មណ៍ចំហជាប្រភេទខោអាវសម្រាប់កូនអីគាត់អាច check out ហាងនេះបានសម្រាប់ទីតាំងទី5ដែលខ្ញុំបានទៅគឺសួនដែលគេហៅថាសួនបែនញីវាស្តៀងជាមួយនឹងសួនរបស់បន្ទប់យើងដែរដែលមានជា activity mostly គឺគេជា scooter ហើយភ្ញៀវទេសចរគេច្រើនគាត់ដើរលេងនៅសួននេះហើយមានជា view ជុំវិញនឹងដែរទីតាំងចុងក្រោយខ្ញុំបានទៅនឹងគឺជា cosmetic ឬមក skin care shop ខ្ញុំបាន grab out ជា perfume ម្ដងដែរអញ្ចឹងសម្រាប់ part 2 នឹងចេញចាប់នេះ stay tuned ទាំងអស់គ្នាអរគុណ